បើសិនជាមានគេផ្ញើឥវ៉ាន់មកច្រឡំអាស័យដ្ឋានតើយើងគួរធ្វើដូចម្តេចបងប្អូនទាំងអស់គ្នារឿងនេះគឺបានកើតឡើងតាំងពីមុនខ្ជាប់ជួសនៅព្រីស្បិន3ថ្ងៃម្លេះចាអញ្ចឹងបងប្អូនមកស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាអ្នកចិត្តខាងខ្ញុំចាប់ផ្ទះជាប់គ្នាហ្នឹងគាត់ទៅលេងប្រទេសញូហ្សេឡង់មួយខែអញ្ចឹងមុននឹងគាត់ទៅគាត់ផ្ដាំឲ្យខ្ញុំហ្នឹងមើលផ្ទះគាត់ផងហើយគួបផ្សំពេលហ្នឹងគឺខ្ជាប់ព្យុះចាចិត្តបក់មកដល់ហើយខ្ញុំគូសាក៏លេខទៅផ្ទះគាត់ហើយថ្ងៃហ្នឹងខ្ញុំក៏លេខទៅក៏ឃើញមានប្រអប់ចាប្រអប់មកប្រអប់ធំនៅមុខផ្ទះខ្ញុំក៏ដើរទៅយកមកពួកអីខ្ជាប់ព្យុះមកហើយខ្ញុំខ្លាចវាសើមអញ្ចឹងខ្ញុំក៏ផ្ញើសារទៅគាត់ថាប្រអប់នេះជាប្រអប់ម្ហូបអញ្ចឹងតើខ្ញុំចឲ្យខ្ញុំនឹងទុកក្នុងទូទឹកកកឬក៏ទុកក្រៅពួកអីខ្លាចខូចអញ្ចឹងណាពេលហ្នឹងគាត់ប្រាប់ខ្ញុំថាទូម្ហូបអីបើសិនជាគាត់អត់បានកំងផងហ្នឹងអញ្ចឹងដល់ស្រាវជ្រាវទៅទើបដឹងថាជាការផ្ញើអាស័យដ្ឋានច្រឡំទេពេលហ្នឹងស្វាមីខ្ញុំក៏បានទេទៅកន្លែងក្រុមហ៊ុនលក់ចំណីអាហារហ្នឹងឲ្យគេស្រាវជ្រាវបន្តទៀតហើយចុងក្រោយមកចាក្រុមហ៊ុនគេប្រាប់ថាគេអត់អាចទទួលយកចំណីអាហារហ្នឹងទៅឲ្យអតិថិជនវិញបានទេព្រោះគេការពារសុវត្ថិភាពគេអត់ដឹងថាយើងដាក់អីគេអត់ទុកចិត្តអញ្ចឹងណាហើយគេក៏ឲ្យចាពួកខ្ញុំញ៉ាំហ្វ្រីតែម្ដងចំណែកម្ចាស់ផ្ទះដែលគេផ្ញើទៅច្រឡំហ្នឹងគឺគាត់នៅញូហ្សេឡង់ណូចឹងចំណីអាហារទាំងអស់ហ្នឹងគឺចាមានសាច់មានបន្លែអីតិចតួចប៉ុណ្្នឹងឯង